មនុស្សចាស់ម្នាក់ធ្លាប់និយាយថាបើអ្នកចង់រស់នៅដោយសន្តិភាពចូលរៀនរស់ដោយអណ្ដើកមិនលឿនជាងគេទេប៉ុន្តែវាមិនដែលឈប់ដើរអណ្ដើកមិនប្រៀបធៀបល្បឿនរបស់ខ្លួនជាមួយអ្នកដទៃទេវាគ្រាន់តែបន្តដើរតាមផ្លូវរបស់ខ្លួនមនុស្សក៏ដូចគ្នាកុំរស់នៅដោយប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃនៅពេលមានគ្រោះថ្នាក់អណ្ដើកមិនប្រញាប់វាយប្រហារទេវាដកខ្លួនចូលក្នុងសម្បករងចាំរហូតដល់ស្ថានភាពស្ងប់ស្ងាត់ពេលខ្លះការថយក្រោយមិនមែនជាការចាញ់ទេតែជាប្រាជ្ញាអណ្ដើកមិនខ្វល់ថាអ្នកដទៃដើរលឿនប៉ុណ្ណាទេវាដឹងថាគោលដៅមិនសម្រេចដោយការប្រញាប់ទេប៉ុន្តែសម្រេចដោយភាពជាប់លាប់អណ្ដើកមានសម្បកការពារខ្លួនមនុស្សក៏គួរមានដែនកំណត់សម្រាប់ខ្លួនឯងដែរមិនមែនគ្រប់ពាក្យរិះគន់សុទ្ធតែត្រូវយកមកដាក់ក្នុងចិត្តទេរៀនការពារសន្តិភាពក្នុងចិត្តអ្នកអណ្ដើកមិនបោះបង់ដោយសារផ្លូវវែងឆ្ងាយទេវាគ្រាន់តែដើរមួយជំហានហើយមួយជំហានទៀតជោគជ័យក៏ដូចគ្នាវាកើតឡើងពីការបន្តមិនមែនពីការប្រញាប់ទេពេលខ្លះអ្នកដទៃអាចសើចចំអកលើល្បឿនរបស់អណ្ដើកប៉ុន្តែអណ្ដើកមិនឈប់ដើរដើម្បីបង្ហាញអ្វីដល់នរណាម្នាក់ឡើយវាគ្រាន់តែបន្តដំណើរអណ្ដើកបង្រៀនយើងថាភាពស្ងប់ស្ងាត់មិនមែនជាភាពទន់ខ្សោយទេមនុស្សដែលស្រែកខ្លាំងមិនប្រកាសថាខ្លាំងជាងគេឡើយតែអ្នកដែលអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនទើបជាមនុស្សខ្លាំងជីវិតមិនមែនជាការប្រណាំងជាមួយអ្នកដទៃទេវាគឺជាដំណើររបស់អ្នកដូច្នេះកុំបាក់ទឹកចិត្តពេលអ្នកដើរយឺតជាងគេដរាបណាអ្នកនៅតែបន្តទៅមុខអ្នកនៅតែខិតជិតគោលដៅមនុស្សចាស់បាននិយាយថាបើថ្ងៃណាមួយអ្នកមានអារម្មណ៍ថាជីវិតដើរយឺតពេកសូមនឹកឃើញអណ្ដើកវាមិនដែលបារម្ភអំពីល្បឿនវាគ្រាន់តែបន្តដំណើរដោយភាពអត់ធ្មត់ភាពជាប់លាប់និងភាពស្ងប់ស្ងាត់ព្រោះនៅទីបញ្ចប់អ្នកដែលមិនបោះបង់គឺជាអ្នកដែលទៅដល់គោលដៅ